មេត្រា 6 គោលការណ៍សមភាពនៃសមត្ថភាពទទួលសិទ្ធិរូបវន្តបុគ្គលគ្រប់រូបមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ចបានមេត្រា 7 ការកម្រិតក្នុងការទទួលសិទ្ធិចំពោះជនបរទេសជនជាតិបរទេសមិនអាចទទួលបានឬកាន់កាប់នូវសិទ្ធិមួយចំនួនដែលត្រូវបានកំណត់ឡើយក្នុងករណីដែលមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ជាតិឬសន្ធិសញ្ញាឬអនុសញ្ញាអន្តរជាតិមាត្រា 8 ពេលចាប់ផ្ដើមនិងបញ្ចប់សមត្ថភាពទទួលសិទ្ធិរូបវន្តបុគ្គលម្នាក់ៗមានសមត្ថភាពទទួលសិទ្ធិនៅពេលចាប់កំណើតហើយបាត់បង់អស់នូវសមត្ថភាពទទួលសិទ្ធិនេះនៅពេលទទួលមរណភាពមាត្រា 9 ទារកនៅក្នុងគភ៌ 1. ទារកដែលនៅក្នុងគភ៌នាពេលមានអំពើអនិច្ចានុកូលបើទារកនេះមានកំណើតនៅពេលក្រោយអាចទាមទារនៅសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួននៅក្នុងគភ៌ដោយអំពើអនិច្ចានុកូលនោះបាន 2. ទារកដែលនៅក្នុងគភ៌នាពេលដែលចាប់ផ្ដើមសន្តតិកម្មបើទារកនោះមានកំណើតនៅពេលក្រោយអាចទទួលមរតកដោយសន្តតិកម្មនោះបាន 3. ទារកដែលនៅក្នុងគភ៌នាពេលម្ចាស់បណ្ដាំបានទទួលមរណៈបើទារកនោះមានកំណើតនៅពេលក្រោយអាចទទួលនៅអានុភាពនៃបណ្ដាំនោះបាន